សូមអនុមោទនាបុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗ3ប្រការគឺទី1ជាថ្ងៃប្រកាសចេញនូវឱវាទបដិមោក្ខក្លឹមនៃធម៌ដែលអូមនៃសាសនា1មិនប្រព្រឹត្តអំពើបាបទាំងពួង2ធ្វើកុសលឲ្យដល់ព្រម3ធ្វើចិត្តឲ្យបរិសុទ្ធទី2ជាថ្ងៃប្រជុំចតុរង្គសន្និបាតសង្ឃប្រកបដោយអង្គ4គឺ1ជាថ្ងៃពេញបរមីខែមាឃ2សង្ឃនិមន្តមកជួបជុំគ្នាមានចំនួន1250អង្គដោយមិនបានព្រៀងទុក3ភិក្ខុសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្ត4ភិក្ខុសង្ឃទាំងអស់សុទ្ធតែជាអេហេភិក្ខុទី3ជាថ្ងៃព្រះពុទ្ធទ្រង់ដាក់ប្រជជនមានអាយុសង្ខារបញ្ចប់ថានៅត្រឹម3ខែទៀតទេតថាគតនឹងចូលកាន់មហាបរិនិព្វានពិធីបុណ្យមាឃបូជាឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ15កើតខែមាឃឆ្នាំម្សាញ់សប្បដាស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណដ្ឋិសន្តិបរំសុខੰពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ